ចានាងខ្ញុំសូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមលើកយកប្រធានបទមួយមកបកស្រាយថាតើការតងអាហារនិងការហាត់ប្រាណមួយណាជួយឲ្យស្រកគីឡូលឿនជាងតាមការសិក្សាស្រាវជ្រាវរបស់នាងខ្ញុំឃើញថាការតងអាហារពិតជាធ្វើឲ្យស្រកគីឡូលឿនជាងការហាត់ប្រាណព្រោះការតមអាហារមានន័យថាការកាត់បន្ថយលើកាឡូរីដែលបងប្អូនបរិភោគចូលការសម្រក់ទម្ងន់គឺកាលណាបងប្អូនអាចកាត់បន្ថយកាឡូរីដែលបងប្អូនបរិភោគចូលនឹងតិចជាងកាឡូរីដែលជាថាមពលក្នុងការបំពេញការងារប្រចាំថ្ងៃចំពោះការហាត់ប្រាណវិញចំណុចទី1គឺគ្រាន់តែជួយដុតបន្ថែមលើកាឡូរីដែលសេសសល់ក្នុងការបំពេញការងារប្រចាំថ្ងៃទី2រក្សាសាច់ដុំឲ្យរឹងមាំល្អទី3កាត់បន្ថយភាពនឿយហត់របស់សរីរាង្គកាយនិងជំងឺផ្លូវចិត្តទី4គឺរក្សាកម្លាំងកាយឲ្យរឹងមាំល្អជាពិសេសធ្វើឲ្យបេះដូងមានសុខភាពល្អឧទាហរណ៍ថានៅក្នុងមួយថ្ងៃបងប្អូនអាចកាត់បន្ថយ500កាឡូរីនៃការបរិភោគធ្វើឲ្យស្រកទម្ងន់រហូតដល់កន្លះគីឡូក្នុងមួយសប្តាហ៍ការហាត់ប្រាណវិញរកម៉ាស៊ីន30នាទីគឺអាចដុតកាឡូរីបានតែ250ទៅ400កាឡូរីតែប៉ុណ្ណោះអញ្ចឹងនាងខ្ញុំក៏សូមធ្វើការណែនាំលើអាហារសុខភាពដែលមាន5ប្រភេទគឺមានផៃបឺបងប្អូនសម្ពោធទៅដល់កូលេស្តេរ៉ុលល្អដែលហៅថាជាកូលេស្តេរ៉ុល HDL ដែលរាងកាយចាំបាច់នាងខ្ញុំបានធ្វើនៅវីដេអូខាងមុនគ្រាប់ធញ្ញជាតិចម្រុះដែលសម្បូរទៅដោយវីតាមីនសារធាតុចិញ្ចឹមដែលរាងកាយត្រូវការបំផុតបន្លែរៀងផ្លែឈើនិងផ្លែឈើចម្រុះតែសម្បូរទៅដោយកាកសែង fiber ជួយទៅដល់ប្រព័ន្ធរំលាយអាហារនិងការបន្តបានរបស់បងប្អូនបានទៀងទាត់ល្អចំពោះទ្រូងមាន់វិញបងប្អូនទ្រូងមាន់គឺជួយទៅដល់សាច់ដុំតែសម្បូរទៅដោយប្រូតេអ៊ីនបើសិនជាបងប្អូនណាដែលមានកូនដល់អាយុ6ខែត្រូវញ៉ាំបបរខាប់គ្រប់គ្រឿងគឺនាងខ្ញុំមានបបរខាប់គ្រប់គ្រឿង2ប្រភេទដើម្បីឲ្យការលូតលាស់របស់កូនបងប្អូននឹងបានល្អនិងមានប្រាជ្ញាឆ្លៀសវៃអញ្ចឹងការផ្ដល់អាហារូបត្ថម្ភដល់កូននឹងគឺមានសារៈសំខាន់ណាស់នាងខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នានិងសូមជូនពរបងប្អូនមានសុខភាពល្អទទួលទានមានបានគ្រប់ក្រុមគ្រួសារបើបងប្អូនត្រូវការកុំភ្លេចទំនាក់ទំនងមករកនាងខ្ញុំតាមរយៈលេខទូរស័ព្ទឬក៏เพจនាងខ្ញុំតសូមអរគុណ